បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហា Immortal ខាងនឹង admin ក៏នឹងមកបន្តនៅ series novel របស់យើងជាបន្តទៀតហើយប៉ុន្តែមុននឹងចូលទៅកាន់ series របស់យើងអ្នកទាំងគ្នាក៏កុំភ្លេចចុច like ក៏ដូចជា subscribe មកកាន់ channel របស់ admin ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់ admin ក្នុងការផលិតវីដេអូជជូនអ្នកទាំងគ្នាទស្សនាជាបន្តនៅថ្ងៃនេះ admin ក៏សូមអធិស្ឋានខ្លាំងមែនតើដែលប៉ុន្មានថ្ងៃនេះក៏មានបានចេញវីដេអូជូនអញ្ចឹងណាដោយសារតែ admin គឺមានបញ្ហាផ្នែកបន្តិចបន្តួចគឺមិនអាចសម្លឹងទៅមើល screen កុំព្យូទ័របាននោះទេនៅពេល admin គឺសម្លឹងទៅថាឈឺផ្នែកខ្លាំងមែនតើប៉ុន្តែឥឡូវនេះវាឡើងជាបញ្ហាអីដែរគឺថាវាក្រាន់ជាងមុនហើយចឹងហើយadmin ក៏នៅតែបន្តនៅសាច់រឿងជូនអ្នកទាំងគ្នាបានឥឡូវយើងមកខាត់ពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមនៃសាច់រឿងមួយនេះគ្រូជាតិក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថារាជធានីត្បូងទុយគឺជាកន្លែងដ៏អាតកំបាំងបំផុតរីឯប្រវត្តិសាស្ត្ររបស់ពួកគេគឺពិតជាបុរាណខ្លាំងណាស់ហើយខ្ញុំក៏ធ្លាប់ឮពីពាក្យជាចាំរាមពីរាជធានីត្បូងទុយនេះដែរវាជាកន្លែងលើកដំបូងដែលខ្ញុំបានជួបជាមួយនឹងអ្នកវឹកហាត់នៃរាជធានីត្បូងទុយពួកគេពិតជាមានវិធីសាស្ត្រវឹកហាត់គឺល្អខ្លាំងមែនទែនប៉ុន្តែការវឹកហាត់របស់ពួកគេគឺវារៀងចិត្តបន្តិចបើសិនបើពួកគេផ្ដោតទៅលើការដាំដុះដោយមិនគិតពីអ្វីដែលកាត់ឡើងនៅពិភពខាងក្រៅនោះពួកគេទាំងអស់នោះគឺមិនអាចខ្លាចជាជើងខ្លាំងបាននោះឡើយរីឯចិនមូក៏ដូចជាអ្នកទាំងនេះដែលបានស្ដាប់សម្ដីរបស់គាត់ហើយនោះបានធ្វើឲ្យពួកគេគឺយល់អំពីសម្ដីរបស់លោកគ្រូជាតិដែលបាននិយាយមកនិងបានសួរទៅកាន់លោកគ្រូជាតិវិញថាតើពួកគេទាំងអស់នោះកំពុងតែប្រើប្រាស់ចាស់ទុំអ្នកនេះដើម្បីសាឡបងលោកគ្រូជាតិមែនទេរីឯគ្រូជាតិគាត់ក៏មិនបាននិយាយតបទៅកាន់អ្នកទាំងនេះវិញនោះទេចំណែកឯចិនមូគេក៏បាននៅក្នុងចិត្តថាសមរភូមិនេះគឺវាចាប់ផ្ដើមដោយអាត់កំបាំងបន្តិចម្ដងរួចទៅហើយសាច់រឿងបន្ទាប់ក៏កាត់មកកាន់ទីក្រុងលីនេះវិញកងទ័ពរបស់លោកគ្រូជាតិក៏បានគ្រប់គ្រងទីកន្លែងនេះមកហើយនៅពេលដែលពួកគេមកដល់សមរភូមិមួយនេះគឺត្រូវបានបញ្ចប់ផងដែរឈិនមូក៏បានកលេចទៅមើលជុំវិញនិងបានឃើញកងទ័ពកំពុងតែធ្វើដំណើរឆ្ពោះទៅមុខហើយបានជួបជាមួយនឹងកងទ័ពឧទាមនៅខាងក្រៅទីក្រុងព្រមទាំងបានកម្ចាត់ពួកឧទាមទាំងនោះគឺភ្លាមតែម្ដងឈិនមូគេក៏បាននៅក្នុងចិត្តរបស់គេថាជាន់សម្ងាត់របស់យុធាននៅក្នុងសាលាមហាវិទ្យាល័យតៃគឺជាកន្លែងដែលពួកឧទានគឺបានបង្ហាត់បង្រៀនបង្កើតជំនាញក៏ដូចជាបង្កើតនូវសិល្បៈនៃការធ្វើសង្គ្រាមដោយសារមេបកនានាបានប្រឈមមុខជាមួយនឹងកងទ័ពនៃព្រះរាជវាំងទីបញ្ចប់របស់ពួកគេគឺគ្មានអ្វីសេសសល់នោះឡើយទោះបីជាយ៉ាងណាក៏ដោយទីក្រុងលីក៏មិនត្រូវបានបំផ្លាញដោយសារតែសមរភូមិមួយនេះនោះទេដូច្នេះប្រជាជននៅទីនេះក៏អាចចាត់ទុកថាមានសុវត្ថិភាពដែរបន្តិចក្រោយមកឈិនមូក៏បានធ្វើដំណើរមកដល់ហាងលក់ឱសថបុរាណមួយនិងបានទិញឱសថបុរាណនីមួយៗពីហាងតែនោះផងដែរបន្ទាប់ពីឈិនមូក៏បានទស្សនាហាងលក់ឱសថបុរាណប្រហែល10ដោយចំណាយពេលស្ទើរតែកន្លះថ្ងៃមកហើយពេលវេលាក៏កាត់មកពេលយប់ឈិនមូក៏ដូចជាអ្នកដទៃទៀតដែលនៅសល់ក៏បានទៅរកទីកន្លែងស្នាក់នៅក្នុងទីក្រុងលីប៉ុន្តែបន្តិចក្រោយមកក៏ត្រូវបានចៅក្រមនៃទីក្រុងលីចាប់ខ្លួននិងបានបញ្ជូនអ្នកទាំងនេះទៅកាន់ព្រះរាជវាំងមិនយូរប៉ុន្មានក៏មានក្លិនឱសថបុរាណមួយចេញពីទន្លេយ៉ាមិនដោយប្រហែល1ម៉ោងក្រោយមកអ្នកបម្រើស្រីម្នាក់ក៏បានយកចានមួយចេញមកចាក់ចានថ្នាំនៅលើផ្លូវថ្មកន្លះម៉ោងក្រោយមកអ្នកបម្រើនោះក៏បានយកឱសថបុរាណទាំងនោះចាក់នៅលើផ្លូវជាបន្តបន្ទាប់ដើម្បីឲ្យមនុស្សដែលជាន់នៅលើឱសថបុរាណថ្នាំមួយនោះហើយរឿងទាំងនេះចេះតែកាត់ឡើងជាបន្តបន្ទាប់ចំណែកឯថ្នាំទាំង7ចានក៏ត្រូវបានចាក់នៅក្នុងពេលតែមួយយប់តែប៉ុណ្ណោះលុះពេលព្រឹកឡើងឈិនមូក៏ដូចជាអ្នកទាំងនេះគឺមិនបានចេញដំណើរទៅភូមិពីខាងត្បូងនោះទេរហូតដល់កន្លះថ្ងៃកន្លងផុតទៅនោះនៅហាងឱសថបុរាណនៃទីក្រុងលីក៏មានអ្នកប្រៃវ័យក្មេងម្នាក់ក៏បានពិនិត្យមើលនៅការបញ្ជាទិញក៏ដូចជាបានមើលនៅអ្វីដែលឈិនមូក៏បានទិញនៅក្នុងឱសថបុរាណទាំងនោះដែលគេក៏បានលន់មកថាតែនេះគឺមិនត្រឹមត្រូវនោះទេដោយសារថ្នាំទាំងនេះគឺគ្មានសារៈប្រយោជន៍ក្នុងការព្យាបាលរបួសនោះទេមើលតែក្មេងប្រុសម្នាក់វាពិតជាឆ្លាតខ្លាំងណាស់ដែលគេគឺមកចោះខ្ញុំដឹងពីរបួសរបស់លោកគ្រូជាតិប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាឯងពិតជាមើលស្រាលខ្ញុំខ្លាំងណាស់បន្តិចក្រោយមកគេក៏បាននិយាយទៅកាន់លោកគ្រូប៉ែតតាហ្វានថានេះគឺជាថ្នាំបន្សាបរបស់អាក្មេងប្រុសម្នាក់នោះដែលបន្តិចក្រោយមកក៏មានសត្វការីមួយចំនួនក៏បានដើរចេញមកក្រៅព្រមទាំងបានកាន់ថ្នាំបន្សាបម្នាក់មួយចានដើម្បីឲ្យគ្រូប៉ែតតាហ្វាននេះគេថាពិនិត្យមើលថ្នាំបន្សាបនោះម្ដងមួយសន្ទុះក្រោយមកគាត់ក៏បាននិយាយក្នុងចិត្តថាលោកគ្រូប៉ែតឈិនពិតជាឆ្លាតខ្លាំងណាស់ក៏បានលេខថ្នាំបន្សាបផ្សេងទៀតដោយចេតនាដើម្បីកុំឲ្យខ្ញុំដឹងពីរបៀបនៃការព្យាបាលរបស់គេទៅកាន់លោកគ្រូជាតិទោះបីជាយ៉ាងណាក៏ដោយដើម្បីលេងល្បិចបែបនេះនៅចំពោះមុខរបស់ខ្ញុំគេគឺមិនទាន់មានបទពិសោធន៍ពេញលេញនោះឡើយបន្តិចក្រោយមកគាត់ក៏បានបញ្ជាឲ្យពួកគេរៀបចំឈ្មោះគឺជាឱសថបុរាណទៅតាមប្រភេទនីមួយៗរបស់វាព្រមទាំងបានចាប់ផ្ដើមស្លនៅឱសថបុរាណទាំងនោះនៅពេលដែលគាត់គឺបានពិនិត្យមើលថាគ្មានអ្វីខុសទាស់នោះទេបន្ទាប់ពី3ម៉ោងក្រោយមកគ្រូដាហ្វានក៏បានលេខទៅមើលថ្នាំដែលគាត់បានចម្រាញ់ដែលចំពោះថ្នាំទី1គឺជាស៊ុបឱសថបុរាណដែលវាពិតជាមានកម្លាំងមិនអាចប្រៀបផ្ទឹមបាននោះឡើយរីឯថ្នាំទី2គឺជាថ្នាំលាបសម្រាប់ព្យាបាលការពុលផ្សេងៗរីឯថ្នាំទី3នោះគឺជាថ្នាំវិញ្ញាណដែលមានទំហំប៉ុនចុងម្រាមដៃដែលយើងក៏លេចទៅមើលថ្នាំនោះទៅគឺថាវាមានពណ៌ប្រាក់បន្តិចពោពេញទៅដោយបន្លានៅជុំវិញខ្លួនវាដោយគ្រាន់តែប៉ះថ្នាំធ្នមមនុស្សម្នាក់នឹងត្រូវបានចាក់ដោយឈើមាសដែលកំពុងតែបញ្ចេញពីថ្នាំវិញ្ញាណទាំងនោះរីឯថ្នាំទី4គឺជាឱសថបុរាណដែលមើលទៅពណ៌ដូចជាទឹកដោះគោអញ្ចឹងហើយថ្នាំទី5នោះគឺជាប៉ែងនៃសារធាតុពុលរាវពណ៌ក្រហមចាស់ព្រមទាំងថ្នាំទី6 7ក៏ជាថ្នាំវិញ្ញាណផងដែរហើយឱសថបុរាណទាំង
7មុខនេះគឺវាមានលក្ខណៈខុសៗគ្នាបន្ទាប់មកគាត់ក៏បានពិនិត្យទៅមើលថ្នាំទាំង7មុខរបស់គាត់ព្រមទាំងពោលពាក្យថាបណ្ឌិតឈិនពិតជាអស្ចារ្យខ្លាំងណាស់ជាមួយនឹងវិធីសាស្ត្រក្នុងការព្យាបាលរបស់គាត់របួសរបស់លោកគ្រូជាតិនឹងជាស្វាយក្នុងរយៈពេលដ៏ខ្លីបំផុតដោយមិនលើសពីកន្លះឆ្នាំនោះឡើយបន្តិចក្រោយមកគាត់ក៏បានធ្វើដំណើរទៅភូមិភាគខាងត្បូងនៃទីក្រុងដាលីហើយទីក្រុងដាលីគឺជាទីក្រុងមួយដ៏ធំនៅក្នុងភូមិភាគខាងត្បូងមួយនេះចំណែកឯប្រជាជននៅក្នុងទីក្រុងដាលីមួយនេះគឺពួកគេមានជំនឿទៅលើព្រះពុទ្ធសាសនាដូចជាប្រជាជនខ្មែរយើងអញ្ចឹងឯងនៅក្នុងទីក្រុងដាលីពោពេញទៅដោយវត្តអារាមយ៉ាងហោចណាស់ក៏2500ទៅ600នៅក្នុងស្រុកនីមួយៗដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដូចជាឋានសួគ៌ខាងលិចនៅក្នុងភាគខាងត្បូងអញ្ចឹងប៉ុន្តែក្រោយមកវាត្រូវបញ្ចូលដោយព្រះរាជវាំងខ្លះដូចជាសាសនារបស់រដ្ឋបន្តិចក្រោយមកគ្រូខាងវិញ្ញាណដាហ្វានក៏បានមកដល់ទីនេះព្រមទាំងបានចូលទៅក្នុងវត្តយ៉ាងលឿនដែលនៅក្នុងវត្តនោះយើងក៏បានកលេចទៅឃើញគ្រូកំណត់សាសនាប្រហែលជា4-10នាក់ក៏បានក្រោកឈរឡើងស្វាគមន៍ទៅកាន់អ្នកគ្រូដាហ្វានរំពេចនោះក៏មានបរិមម្នាក់ដែលពាក់របាំងសម្រាប់និងបាននិយាយទៅកាន់គ្រូខាងវិញ្ញាណដាហ្វានថាខ្ញុំសង្ឃឹមថាលើកនេះលោកពិតជាមានដំណឹងល្អសម្រាប់ពួកយើងគ្រូខាងវិញ្ញាណដាហ្វានគាត់ក៏បាននិយាយថាលោកពិតជានិយាយត្រឹមត្រូវខ្លាំងណាស់បន្ទាប់មកគាត់ក៏បានបញ្ចេញជាមួយនឹងថ្នាំទាំង7ប្រភេទដោយប្រគល់ទៅឲ្យបរិសអាត់កំបាំងអ្នកនោះព្រមទាំងបានពោលលាថាលើកនេះគ្រូជាតិបានប្រកួតប្រជែងជាមួយនឹងអ្នកដឹកនាំសិននៃទីក្រុងត្បូងតូចទោះបីជាគាត់បានសម្លាប់នៅបរិសចំណាស់នោះគាត់ក៏ត្រូវតែមានរបួសផងដែរប៉ុន្តែដោយសារតែគាត់គឺមានលោកគ្រូពេទ្យឈិននៅចាំព្យាបាលរបស់គាត់ស្របពេលដែលគាត់ធ្វើដំណើរមកទីកន្លែងមួយនេះខ្ញុំគិតថាគ្រូពេទ្យម្នាក់ក៏អាចព្យាបាលលោកគ្រូជាតិបានផងដែរដូច្នេះថ្នាំដែលគ្រូពេទ្យឈិនគឺបានប្រើនិងបានបង្ហាញអំពីស្ថានភាពរបួសរបស់លោកគ្រូជាតិដូច្នេះនេះគឺជាថ្នាំទាំង7មុខដែលគ្រូពេទ្យឈិនគឺបានចម្រាញ់ក្នុងការព្យាបាលរបួសរបស់គ្រូជាតិកាលពីយប់មិញតើអ្នកទាំងអស់គ្នាចង់ពិនិត្យមើលម្ដងទៀតដែរឬទេដោយលឺប្រចំណាស់ដាហ្វាននិយាយបែបនោះធ្វើឲ្យមន្ត្រីជាន់ខ្ពស់ម៉ាលីងសានក៏មានការភ្ញាក់ផ្អើលព្រមទាំងសួរទៅកាន់គ្រូខាងវិញ្ញាណដាហ្វានថាជាធម្មតាលោកគឺមិនចុះចាញ់ឋានសួគ៌ក៏ដូចជាផែនដីនោះទេហើយអ្វីក៏លើកនេះលោកជឿថាគ្រូពេទ្យឈិនមាននោះគឺជាគ្រូពេទ្យលេខ1ក្នុងសិល្បៈនៃការព្យាបាលហើយសម្បីតែស្ដេចពឹសតូចក៏កត់សរសើរទៅលើលោកដែរគ្រូខាងវិញ្ញាណដាហ្វានគាត់ក៏បានតបទៅកាន់គាត់ចាំងមើលម៉ាត់វិញថាកាលពីមុនខ្ញុំគឺពិតជាមានដំណួរទៅលើខ្លួនឯងពេកហើយពីព្រោះគ្មាននរណាអាចប្រៀបធៀបបានជាមួយនឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់ខ្ញុំបាននោះទេហើយឥឡូវនេះខ្ញុំគិតថាខ្ញុំគ្រាន់តែជាមនុស្សល្ងងខ្លៅតែប៉ុណ្ណោះដែលខ្ញុំគឺមិនបានដឹងអំពីបញ្ហាមួយចំនួននៃការចម្រាញ់ថ្នាំសូម្បីតែស្ដេចពឹសតូចក៏គ្រាន់តែទទួលគេមរតកសមត្ថភាពស្ដេចពឹសមុខត្បូងតែប៉ុណ្ណោះហើយមិនមានការជ្រុំចំណែកដោយខ្លួនឯងនោះទេលើពីនេះខ្ញុំគឺមិនអាចប្រៀបផ្ទឹមបានជាមួយនឹងគ្រូពេទ្យឈិននោះទេគ្រូពេទ្យឈិនពិតជាស័ក្តិសមជាមួយនឹងសមត្ថភាពរបស់គាត់ក៏ដូចជាគេឈ្មោះរបស់គាត់ផងដែរបន្តិចក្រោយមកគាត់ក៏បានចង្អុលទៅលើឱសថបុរាណដំបូងរបស់គាត់ព្រមទាំងបាននិយាយថានេះគឺជាស៊ុបរុក្ខជាតិដែលគ្រូពេទ្យឈិនគឺបានចម្រាញ់ឡើងអំពីឱសថបុរាណជាច្រើនមកគ្រាន់តែថ្នាំពុលមួយមុខគេត្រូវប្រើប្រាស់ស៊ុបជាងពាក់កណ្ដាលស៊ុបរុក្ខជាតិនេះវាពិតជាជំនួយព្រលឹងនិងព្យាបាលព្រលឹងដែលបានរងរបួសថែមទៀតផងដូច្នេះតើព្រលឹងរបស់លោកគ្រូជាតិគឺត្រូវបានរងរបួសដែរមែនទេចំណែកឯបរិសអាត់កំមែនមួយនោះក៏បាននិយាយថាខ្ញុំបានប្រើប្រាស់ជាមួយនឹងផ្កាយបិសាចដ៏បរិសុទ្ធរបស់ខ្ញុំប្រហែលជា36បានធ្វើការវាយប្រហារទៅកាន់ព្រលឹងរបស់លោកគ្រូជាតិប៉ុន្តែលោកគ្រូជាតិក៏បានធ្វើការវាយប្រហារមកកាន់ខ្ញុំផងដែរចំណែកឯលោកយាយចំណាំនោះក៏បាននិយាយថាលោកគ្រូខាងវិញ្ញាណក៏ពិតជានិយាយត្រឹមត្រូវខ្លាំងណាស់មានចិត្តពលភ្លើងលាក់នៅក្នុងបច្ចេកទេសរបស់ខ្ញុំនៅពេលដែលខ្ញុំគឺបានវាយឆ្មល់លោកគ្រូជាតិនៅពេលនោះខ្ញុំក៏បានធ្វើការវាយប្រហារចំនៅពីក្រោយផ្នែកបេះដូងរបស់គាត់នេះច្បាស់ណាស់ថ្នាំលាបរបស់លោកគ្រូពេទ្យឈិនពិតជាបានជួយព្យាបាលនៅជាតិពលភ្លើងទាំងនោះផងដែរបន្ទាប់មកបរិយាចំណាស់ដាហ្វានក៏បានយើងអល់ទៅថ្នាំទី3ព្រមទាំងបាននិយាយថាមានជាតិឈើលាក់នៅក្នុងថ្នាំវិញ្ញាណទាំងនេះដែលវាមើលទៅពិតជាមុតស្រួយខ្លាំងណាស់ខ្ញុំគិតថាគ្រូជាតិគួរតែរងរបួសដោយសារសត្វល្អិតក៏ដូចជាថ្នាំពុលឈើទាំងនេះតើអ្នកណាទៅដែលអាចព្យាបាលជំងឺទាំងនេះបាននៅពេលដែលគ្រូជាតិក៏បានរងរបួសនៅថ្ងៃនោះចំណែកឯគ្រូខាងវិញ្ញាណដាហ្វានគាត់ក៏បន្តនិយាយបន្ថែមទៀតថាចំពោះថ្នាំគ្រាប់ទី4គឺត្រូវប្រើប្រាស់បច្ចេកទេសចំហុយទាំងនេះយើងក៏អាចសន្និដ្ឋានបានថាគ្រូជាតិគាត់ក៏ត្រូវបានរងរបួសនៅក្នុងអាណាចក្រទាំង7របស់គាត់ដូច្នេះវាគឺពិបាកខ្លាំងណាស់ក្នុងការប្រើប្រាស់ឱសថបុរាណដើម្បីជ្រៀតចូលទៅក្នុងខ្លួនរបស់លោកគ្រូជាតិចំណែកឯបណ្ឌិតឈិនគឺគាត់បានប្រើប្រាស់នៅវិធីចំហុយដើម្បីចំហុយគ្រូជាតិព្រមទាំងបានរួមបញ្ចូលជាមួយនឹងថ្នាំទាំងនោះក្រៅពីនេះនោះនៅមានគ្រោះថ្នាក់អាថ៌កំបាំងមួយចំនួនដែលមិនទាន់បានកម្ចាត់ចេញដូច្នេះបណ្ឌិតឈិនបានប្រើប្រាស់មជុលចាក់និងថ្នាំទាំងមូលថ្នាំនេះបន្តហូរយ៉ាងលឿនហើយជ្រាបចូលទៅក្នុងស្បែករបស់លោកគ្រូជាតិចំណែកឯគ្រាប់ថ្នាំទី7ថ្នាំនេះត្រូវបានប្រើប្រាស់ដោយការពង្រីកដើម្បីពង្រីកក៏ដូចជាពង្រឹងនៃប្រសិទ្ធភាពថ្នាំម្យ៉ាងវិញទៀតវាគឺជាអាហារបំប៉នដែលបានប្រើប្រាស់សម្រាប់ទ្រទ្រង់រាងកាយរបស់គ្រូជាតិបន្ទាប់ពីការធ្វើតែនរួចហើយខ្ញុំអាចបញ្ជាក់បានថាគ្រូជាតិគាត់ក៏មិនទាន់ជាសះស្បើយនៅឡើយនោះទេក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដោយត្រូវការរយៈពេលប៉ុន្មានខែគ្រូពេទ្យឈិនក៏អាចព្យាបាលគ្រូជាតិឲ្យជាសះស្បើយឡើងវិញផងដែរហើយរបួសទាំងអស់នៅក្នុងខ្លួនរបស់គ្រូជាតិនឹងត្រូវព្យាបាលដោយគ្មានគ្រោះថ្នាក់អ្វីដែលបន្សល់ទុកនោះឡើយចំណែកឯលោកម្ចាស់អាថ៌កំបាំងវិញនោះក៏មានការងឿងឆ្ងល់បន្ទាប់ពីនាងបាននិយាយថាអ្នកទាំងអស់គ្នាគឺបានធ្វើឲ្យលោកគ្រូជាតិគឺរងរបួសជាធ្ងន់ធ្ងរដូចអ្វីដែលពួកគេគឺបានរំពឹងទុកអញ្ចឹងភ្លាមនោះផងដែរបរិសពាក់របាំងមុខនោះក៏បានបន្តនិយាយបន្ថែមទៀតថានោះក៏ដោយសារតែគ្រូជាតិគឺបានជួបជាមួយនឹងលោកម្ចាស់សិននៃទីក្រុង
ត្បូងតូចចាពីមុនខ្ញុំក៏ធ្លាប់ស្គាល់លោកម្ចាស់សិននិងមានទំនាក់ទំនងជាមួយគាត់យ៉ាងជិតស្និទ្ធផងដែរប៉ុន្តែដោយសារតែខ្ញុំគឺបានឃ្លាតឆ្ងាយអំពីទីក្រុងត្បូងតូចដូច្នេះធ្វើឲ្យទំនាក់ទំនងពួកយើងគឺកាន់តែឃ្លាតឆ្ងាយបន្តិចម្ដងចំណែកឯកម្រិតវឹកហាត់របស់គាត់គឺមិនទាបជាងលោកគ្រូជាតិនោះទេដោយលឺបរិះពាក់របាំងមកនិយាយបែបនោះធ្វើឲ្យគ្រូខាងវិញ្ញាណដាហ្វានគាត់ក៏បាននិយាយបន្តទៀតថាលោកម្ចាស់សិនគឺត្រូវបានសម្លាប់ដោយលោកគ្រូជាតិដែលនេះគ្រាន់តែជាអារម្មណ៍របស់ខ្ញុំនៅពេលដែលខ្ញុំគឺបាននៅក្នុងទីក្រុងលីតែប៉ុណ្ណោះចំណែកឯលោកចៅវាយក្រុងគឺបានងាកទៅមើលបរិះអត់កំបាំងដែលពាក់របាំងមកវិញនោះដែលគេហាក់ដូចជាសង្ស័យថាតើបរិះម្នាក់នោះគឺជានរណាទៅព្រមទាំងបាននិយាយទៅកាន់គេថាតើលោកជាអ្នកដែលបានប្រើប្រាស់លោកម្ចាស់សិនដើម្បីឲ្យគាត់ទៅស្លាប់មែនដែរទេតែពេលខ្ញុំបានជួបលោកមកលោកគឺមិនដែលបានដោះរបាំងមកឲ្យពួកអ្នកទាំងគ្នាបានឃើញនោះទេខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ថាអ្នកគឺជាជនបង្កប់ដែលបានបញ្ជូនមិត្តរបស់ខ្ញុំទៅស្លាប់ទាំងបែបនេះបើសិនបើខ្ញុំត្រូវបានលោកក្បត់ខ្ញុំក៏មិនដឹងថាអ្នកណានឹងក្បត់ខ្ញុំជាបន្តទៀតនោះឡើយចំណែកឯបរិះអាចកំបាំងមួយនោះក៏បាននិយាយទៅកាន់ចៅវាយក្រុងថាចៅវាយក្រុងលាវលោកគឺមិនបាច់ភ័យថាខ្ញុំក្បត់ជាមួយនឹងលោកនោះទេបន្ទាប់មកគាត់ក៏បានសម្លឹងទៅមើលនៅប្រភពសម្លេងមួយនោះព្រមទាំងបានគិតថានេះគឺជាអច្ឆរិយៈមួយនៅក្នុងអច្ឆរិយៈទាំង3នៃប្រាសាទអច្ឆរិយៈអាចកំបាំងទាំង3នោះហើយក៏ជាម្ចាស់ប្រាសាទធំដែលជាឪពុករបស់មហេសីឈិននៅក្នុងរាជធានីបន្ទាប់ពីគាត់បានបោះបោនោះមហេសីឈិនក៏ត្រូវបានគេចោទប្រកាន់ហើយឥឡូវនេះមិនដឹងថានាងស្លាប់ឬរស់នៅឡើយនោះទេដែលត្រូវបានគេឃុំទុកនៅក្នុងដំណាក់ត្រជាក់ភ្លាមនោះលោកចៅវាយក្រុមម្នាក់ទៀតគាត់ក៏បាននិយាយបន្ថែមទៀតថាពិតជាគ្មានបញ្ហាអ្វីទេឬលោកកុំភ្លេចថាលោកគឺជាសាច់ញាតិរបស់គ្រួសាររាជវង្សផងដែរហើយអ្វីក៏លោកដែលចិត្តដូច្នេះដែលលឺគាត់និយាយបែបនោះធ្វើឲ្យលោកម្ចាស់សៀងលីគាត់ក៏ផ្លាស់ប្ដូរទៅមកបន្តិចហៀបតែនឹងនិយាយអ្វីមួយទៅហើយស្របពីនោះលោកយាយចំណាស់នោះក៏បាននិយាយបន្ថែមទៀតថាមិនមានបញ្ហាអ្វីជាមួយនឹងអត្តសញ្ញាណជាមួយនឹងមនុស្សម្នាក់នេះនោះទេដែលគេគឺជាម្នាក់ក្នុងចំណោមមនុស្ស3នាក់ដែលបានធ្វើការវាឈ្មោះទៅកាន់លោកគ្រូជាតិចាប់តាំងពីពេលនោះមកនាងបាននិយាយថាគ្មានបញ្ហាអ្វីទេគឺពួកយើងអាចទុកចិត្តលើគាត់បានពួកយើងកុំភ្លេចថាលោកគ្រូជាតិនៅពេលនេះគឺរងរបួសយ៉ាងធ្ងន់ធ្ងរយើងមិនគួរទុកឲ្យគ្រូជាតិគឺបានព្យាបាលរបួសឲ្យសះស្បើយនោះឡើយចំណែកឯបរិះអាចកំបាំងម្នាក់នោះគាត់ក៏បាននិយាយថាគាត់បានបញ្ជាឲ្យយេស៊ីពីងមកជួបយើងហើយផ្ដល់ជំរឿនពីមកកាន់ពួកយើងថែមទៀតដល់ពេលដែលពួកយើងក៏ត្រូវការសម្រេចចិត្តហើយដូច្នេះតើពួកយើងត្រូវជ្រើសរើសយកជំរឿនមួយណាទៅដល់អ្នកនរគ្នានៅត្រង់ពេញហ្នឹងគឺគ្រូជាតិគឺបានផ្ដល់ជំរឿនឲ្យពួកគេទាំងអស់គ្នាអញ្ចឹងណាដែលជំរឿនទី1ក៏ត្រូវសម្រាប់ពួកគេចោលចំណែកឯជំរឿនទី2គឺត្រូវដាក់ទោសតាមច្បាប់នៃពិភពគុណដោយដែលអ្នកនរគ្នាគឺបានស្ដាប់ពីចាប់ថាមុនហើយនឹងឯអ្នកនរគ្នាសាច់រឿងរបស់យើងក៏ត្រូវបានកាត់ស្លេះតែត្រឹមហ្នឹងមិនក៏សូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់មីនតាំងពីដើមដល់ចប់ជូនពរអ្នកនរគ្នាមានសុខភាពល្អតាណាមកណាទីចិត្តទីឆ្ងាយមានសុខសុវត្ថិភាពគ្រប់ពេលវេលាទាំងអស់គ្នាហើយហ្នឹងមីនក៏មានតែប៉ុណ្្នឹងឯងដោយសារតែផ្នែករបស់មីនគឺមិនអាចសម្លឹងទៅមើលកុំតែយូរបាននោះទេហើយមីនក៏ឃ្លាតសម្រាយឲ្យអ្នកនរគ្នាគឺបានត្រឹមតែប៉ុណ្្នឹងនោះទេហើយមីនក៏សង្ឃឹមថាអ្នកនរគ្នានឹងមេត្តាយោគយល់មកកាន់មីនម្នាក់មួយផងដោយរងចាំជួបជាមួយនឹងមីននៅវីដេអូក្រោយៗទៀតហ្នឹងហើយមីនក៏មានតែប៉ុណ្្នឹងឯងសូមអរគុណអ្នកទាំងអស់គ្នា